Bà chẳng tình muối nhâm sông cụm chơi một đợt miền ní thưa bọt bằng hành môn kê bà sông chơi បាទសូមអរគុណហើយជាដំបូងខ្ញុំសូមក្រាបថ្វាយគុំព្រះអង្គដែលមានវត្តមាននៅទីនេះហើយសូមគោរពដល់លោកបណ្ឌិតសុកទូចលោកបណ្ឌិតកិនភាលោកបណ្ឌិតយ៉ងពៅលោកបណ្ឌិតគីសរីវត្តដែលជាតំណាងខាងរាជបណ្ឌិតសភាដែលបានតែងតែនឹកឃើញខ្ញុំបាទហើយអនុញ្ញាតឲ្យខ្ញុំមានឱកាសបានចូលរួមនៅក្នុងកិច្ចការវិភាសារឿងនេះហើយខ្ញុំគិតថានេះជាលើកទី3 ហើយខ្ញុំសង្ឃឹមថាវាអាចនឹងមានលើកទី4ទី5តទៅទៀតឲ្យខ្ញុំបានទៅផ្សេងក្នុង Facebook ដែរនៅពេលដែលយើងមានវិបត្តិសង្គ្រាមនៅតាមព្រំដែនភ្លាមខ្ញុំបានទៅផ្សេងនៅក្នុង page របស់ខ្ញុំថាសូមគួរតែឲ្យមានការជួបពិភាក្សាមួយរវាងបញ្ញវន្តខ្មែរហើយនិងរាជបណ្ឌិតសភាទោះបីជាក្នុង close door នៅក្នុងបិទបន្ទប់ចិត្តក៏ដោយគួរតែមានព្រោះយើងមើលនៅក្នុងអំឡុងពេលដែលមានវិបត្តិនេះបើយើងមើលអំពីបញ្ញវន្តថៃហើយនិងវៀតណាមគឺគេធ្វើការជាប់គ្នាជាមួយនឹងរដ្ឋាភិបាលគេរហូតប៉ុន្តែរីឯយើងគឺយើងមានកម្រិតយើងនិយាយបានត្រឹមតែកន្លែងណាដែលយើងអាចនិយាយបាននេះជារឿងពិតបាទនៅពេលដែលយើងលើកពីរឿងសន្តិភាពធ្នាប់ពិភពលោកក្នុងបរិបទថ្មីខ្ញុំនៅចាំសាលធំកណ្ដោះអាដាមហ្វ្រង់សតាំគាត់បានលើកឡើងថា5 ឆ្នាំទៀតកម្ពុជានឹងបានត្រូវគេយកមកដាក់នៅលើជ្រុញប្រជាធិបតេយ្យប៉ុន្តែមកដល់ពេលនេះมันមាននិយាយអំពីរឿងប្រជាធិបតេយ្យទេมันមាននិយាយអំពីអ្វីដែលជាសិទ្ធិមនុស្សទេគឺយើងនិយាយអំពីរឿងថាអ្នកណាខ្លាំងនៅនឹងឈ្នះនេះជាការវិវត្តណាទី2ទៀតបើយើងមើលក្នុងសន្តិភាពធ្នាប់ពិភពលោកបច្ចុប្បន្នមានពាក្យមួយគេនិយាយថាឆ្មាសឬឆ្មាខ្មៅមិនសំខាន់ទេឲ្យតែចាប់កដោបានតែសំខាន់ត្រង់ថាតើយើងត្រូវធ្វើខ្លួនជាឆ្មាសឬក៏ឆ្មាខ្មៅឬក៏នៅតែជាឆ្មាប្រផេះដែលពិបាកក្នុងការដែលគេយកទៅប្រើសម្រាប់ឲ្យចាប់កដោយើងមានសំណាងនៅត្រង់ថាពេលដែលប្រទេសយើងបានត្រូវដាក់ចូលទៅក្នុងភូមិសាស្ត្រនយោបាយប៉ុន្តែជួនកាលសំណាងនឹងបើយើងមិនយល់វាអាចទៅជាវាសនាមិនល្អសម្រាប់យើងសំណាងយើងយ៉ាងម៉េចនៅពេលដែលគេចាត់ទុកថាយើងជាប្រទេសសំខាន់ដែលនៅក្នុងខ្សែភ្នែកភូមិសាស្ត្រនយោបាយយើងត្រូវតែរឹងមាំបើយើងមិនរឹងមាំទេគេនឹងមហាអំណាចគេនឹងមិនយកយើងជាដៃគូទេបើគេយកធ្វើជាឈ្នន់ហើយឈ្នន់នេះនៅពេលគេជន់បានគេជន់នៅពេលដែលគេជន់លែងបានគេបោះចោលឬក៏គេមិនខ្វល់នេះយើងឃើញរាប់ហើយនៅក្នុងរយៈពេលសង្គ្រាមជាមួយថៃថ្មីយើងឃើញសួរថាតើអ្នកដែលយើងគិតថាយើងពឹងគេនោះសួរថាគេទីចំផុតគេនៅខាងណាណាយើងគិតថាចិននៅជាមួយយើងប៉ុន្តែដល់ទៅពេលយើងមានសង្គ្រាមជាមួយថៃយើងឃើញថាទៅយើងដឹងថាចិននិងថៃគេជាបងប្អូនមិនវាលើសពីដៃថែបយើងទៀតណាគេទិញអាវុធពីចិនរហូតដល់ជាង 40% រួចទៅយើងគិតថាអាមេរិកប្រហែលជាជំរើសទី2ក៏ប៉ុន្តែថ្មីនេះអាទិត្យមុននេះយើងឃើញថាអាមេរិកណាបានផ្ដល់នៅជំនួយសន្ធឹកសន្ធាប់មកឲ្យប្រទេសថៃយើងដឹងហើយថានៅក្នុងកលៈទេសៈបែបនេះបរិបទពិភពលោកដែលកំពុងដើរទៅរកកន្លែងក្តៅនេះគេនឹងរកមើលអ្នកណាធំគឺគេរាប់អានអ្នកហ្នឹងអ្នកណាខ្លាំងគេរាប់អានអ្នកហ្នឹងចាំមកខ្ញុំពេញចិត្តនៅស្អីដែលជាប្រសាសន៍របស់អាដាមយ៉ងពៅដែលបានលើកឡើងថាកុំនិយាយរឿងប្រទេសយើងតូចបើនិយាយរឿងប្រទេសយើងតូចយើងមិនអាចទៅពង្រីកឯណាបានទៀតទេយើងត្រូវនិយាយអំពីថាតើយើងខ្សោយឬខ្លាំងបើយើងខ្សោយអានឹងយើងប្រឹងពង្រឹងខ្លួនឯងតែបើយើងខ្លាំងកុំខ្លាំងប្រមាត់ខ្លាំងទាំងណាអ្វីដែលយើងថាគឺយើងត្រូវធ្វើអ្វីដែលយើងនិយាយគឺយើងត្រូវតែប្រកាសថាយើងប្រកាសជាមានអានឹងបាទនេះជារឿងមួយដែលខ្ញុំចំណាប់អារម្មណ៍ហើយការបង្ហាញរបស់ខ្ញុំថ្ងៃនេះខ្ញុំលើកពីប្រវត្តិបន្តិចចុះណាប្រវត្តិនៅសន្តិភាពធ្នាប់ពិភពលោកហើយនៅពេលណាដែលយើងមើលអំពីសន្តិភាពធ្នាប់ពិភពលោក
ដែលក្នុងបរិបទថ្មីនេះខ្ញុំសូមថែមមួយម៉ាត់ទៀតបរិបទតែនៅក្នុងវប្បធម៌ពិភពលោកចាស់ប្រវត្តិសាស្ត្រនឹងបង្ហាញប្រាប់យើងថាតើវប្បធម៌ចាស់នឹងស្អីខ្លះបាទហើយខ្ញុំនៅចាំប្រសាសន៍របស់អាយដាមសុកទូចច្រើនឆ្នាំមុនហើយតាមប្រព័ន្ធផ្សព្វផ្សាយក៏លោកធ្លាប់អាយដាមមានប្រសាសន៍ថាប្រវត្តិសាស្ត្រទៅសេដោយអ្នកឈ្នះអញ្ចឹងកាលណាអ្នកឈ្នះវាឈ្នះច្រើនលើកពេកប្រវត្តិសាស្ត្រវាអាចនឹងបាត់ជ្រុងណាមួយកាលណាបាត់ជ្រុងណាមួយក្មេងជំនាន់ក្រោយនឹងប្រឈមការវង្វេងប្រវត្តិសាស្ត្រខ្ញុំនិយាយនេះរឿងរសើបបន្តិចក៏ប៉ុន្តែនៅពេលដែលយើងវង្វេងប្រវត្តិសាស្ត្រយើងពិបាកនឹងទាញនឹងហេតុផលអីដើម្បីយើងបង្ហាញក្មេងៗជំនាន់ក្រោយឲ្យយល់ថាខ្មែរនឹងចេញពីត្រង់ណាមកនៅក្នុង slide របស់ខ្ញុំនៅចំណុចមួយដែលខ្ញុំនិយាយបើយើងនៅពេលដែលមានការឈ្លានពានពីថៃយើងចោទថាថៃប្រដុសនៅគំនិតជាតិនិយមដែលគិតថាដីខ្មែរជាដីរបស់គេរីឯខាងយើងគិតថាថៃមិនមានដើមកំណើតមកលើនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេថៃមកនៅក្រៅយើងប៉ុន្តែនៅពេលដែលយើងមើលប្រវត្តិមួយដែលចំណុចនៅត្រង់ខេត្តបាត់ដំបងហើយនៅខេត្តបន្ទាយមានជ័យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃជាង100ឆ្នាំ112ឆ្នាំយើងឃើញថានៅក្នុងអំឡុងពេល112ឆ្នាំបើច្បាប់អន្តរជាតិយើងគ្មានពេលនឹងទៅយកមកវិញបានទេប៉ុន្តែសំណាងល្អណាដោយសារតែយើងមានបារាំងជាអ្នកការពារយើងមានលទ្ធភាពយកខេត្តទាំងអស់ហ្នឹងមកវិញណាអញ្ចឹងអាទៅនឹងណាអញ្ចឹងហើយបានជាថៃគេនៅតែព្យាយាមទន្ទិញហើយទន្ទិញទៀតប្រាប់កូនចៅគេថាបាត់ដំបងប្រទីមានជាយដីរបស់គេអញ្ចឹងការចូលការយកបានបន្តិចតួចអានឹងជាដំណាក់កាលដំបូងនេះជាពាក្យដែលគេប្រើណាគេពាក្យប្រើសម្រាប់ហើយគេបង្រៀនពលរដ្ឋគេបង្រៀនយុវជនគេឲ្យចាំទន្ទិញចាំថាដីបាត់ដំបងដីប្រទីមានជ័យជាដីរបស់គេបាទទៅនេះខ្ញុំមិនព្យាយាមលើកអីដែលលើកទេប៉ុន្តែនេះជាប្រវត្តិសាស្ត្របាទហើយយើងត្រូវដឹងថាសង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទីយើងអត់ប្របាកការពារទឹកដីរបស់យើងអត់ប្របាកការពារអធិបតេយ្យរបស់យើងទេបារាំងគេអ្នកការពារឲ្យយើងបាទបារាំងគេរហូតយកទឹកដីបាត់ដំបងហើយនឹងប្រទីមានជ័យមកឲ្យយើងវិញប៉ុន្តែលើកនេះយើងមិនទាន់ដឹងថាតើយើងនឹងដើរឈានទៅក្នុងសង្គ្រាមលោកលើកទី3ឬក៏អត់ទេក៏ប៉ុន្តែដំណើរដូចជាកាន់តែក្តៅទៅហើយបើសិនជាយើងមើលពីប្រវត្តិនៃសង្គ្រាមលោកលើកទី1មុនសង្គ្រាមលោកលើកទី1ទៀតមកសង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី2យើងមើលឃើញថាដំណើរនៃការវិវត្តឈានទៅរកសង្គ្រាមលោកគឺអត់ខុសគ្នាទេបាទអត់ខុសគ្នាទេបាទអញ្ចឹងខ្ញុំសូមចូលទៅតាម slide បន្តិចដើម្បីកុំឲ្យខាតពេលហើយលោកអាដាមយ៉ងពៅឲ្យតែ25នាទីបាទខ្ញុំគិតថាបាទអត់ចង់ឲ្យលើសទៅឲ្យអាដាមសុកទូចគាត់គេកែច្រើនខ្ញុំខ្លាយខ្ញុំពាក់ព័ន្ធនិយាយមិនដឹងហើយនិយាយពីប្រវត្តិសាស្ត្របាទអញ្ជើញទៅ slide ទី1បាទបាទនៅក្នុងនេះខ្ញុំគ្រាន់តែលើកពីសម្រាប់ធ្លាប់ពិភពលោកណានៅមុនសង្គ្រាមលោកលើកទី1ហើយយើងចូលទៅសង្គ្រាមលោកលើកទី1បន្តិចហើយមកសង្គ្រាមលោកលើកទី2ហើយយើងមើលពីបច្ចុប្បន្ននឹងឲ្យបានច្រើនបាទអញ្ចឹងសូមមេត្តាអញ្ជើញទៅ slide បន្តទៀតបាទជើញបើយើងមើលនៅមុនសង្គ្រាមលោកលើកទី1ណាយើងដឹងថាមហាអំណាចនៅពេលសូមជួយទៅ slide បន្តបាទបើយើងមើលក្នុងផែនទីនេះសំទោសមិនច្បាស់ទេក៏ប៉ុន្តែអំណាចរបស់ពិភពលោកនៅសម័យនោះគឺជាអំណាចដែលកើតឡើងអំពីចក្រភពណាដែលមានច្រើនគ្នាណាដែលនៅក្នុងផែនទីនេះបានបង្ហាញជូនហើយខ្ញុំមិនរៀបរាប់ទេហើយក្រោយមកគឺចក្រភពទាំងអស់ហ្នឹងគឺសិតតែមានការប្រកួតប្រជែងដូចគ្នាណាដណ្ដើមត្រួតត្រាលោកមែនតែនទៅតាំងពីសម័យទេសកលណាគឺម្នាក់ព្យាយាមប្រទេសចក្រភពមួយព្យាយាមពង្រីកអធិពលរបស់ខ្លួនមកតាមប្រទេសនានាពិសេសគឺមកខាងអាហ្វ្រិកហើយនិងខាងទ្វីបអាស៊ីណាប៉ុន្តែក្រោយពី
ការប្រកួតប្រជែងត្រួតពិភពលោកនឹងមកក៏យើងឃើញថាកម្លាំងហ្នឹងគឺចេះតែប្រមូលផ្ដុំម្ដងបន្តិចវាទៅជាភាគីនឹងតែមានតែ2ទេក្រៅពី5នេះគឺមានតែ2ទេសូមជួយស្លាយបន្តហើយមូលហេតុដែលធ្វើឲ្យមហាអំណាចឬក៏ចក្រភពទាំងអស់នឹងចេះតែនាំគ្នាប្រឹងប្រែងរៀងខ្លួននឹងគឺមានពាក្យមួយម៉ាត់ដែលគេថាជា main អក្សរអង់គ្លេសទេសូមទោសខ្ញុំអក្សរកាត់ប៉ុន្តែអឹមហ្នឹងគឺស្មើនឹងយោធាដែលកម្លាំងយោធាហ្នឹងគឺចេះតែប្រកួតប្រជែងណាដូចយើងឃើញសប្តាហ៍ថ្ងៃអញ្ចឹងប៉ុន្តែវាមានតាំងពីដើមមកទី2គឺធ្វើតែម្នាក់ឯងមិនគ្រប់ទេតើតែចងក្រងគ្នាជាសម្ព័ន្ធមិត្តទៀតហើយនឹងទី3គឺការដណ្ដើមគ្នាត្រួតត្រាបាទនៅក្នុងសម័យពីដើមយើងហៅថាជាការត្រួតត្រាតាមបែបចក្រភពនិយមប៉ុន្តែសម័យឥឡូវនេះគឺបច្ចេកវិទ្យាណាវាឆ្លងផុតពីមនោគមវិជ្ជាប៉ុន្តែទៅជាបច្ចេកវិទ្យាអ្នកណាខ្លាំងគឺអ្នកនឹងឈ្នះអ្នកណាខ្លាំងគេឲ្យតម្លៃទៅលើអ្នកនឹងហើយការលក់អាវុធក៏ផ្អែកទៅលើអ្នកខ្លាំងដែរបានលក់អាវុធដាច់ហើយទី3គឺការកើតឡើងនៃគំនិតជាតិនិយមយើងឃើញរវាងយើងហើយនឹងថៃក៏សិតតែជារឿងដែលបន្ទុះប្រទេសគ្នារវាងជាតិនិយមដែរបាទសូមជឿទៅទៀតបាទហើយយើងមើលនៅក្នុងនេះមុននឹងកើតដល់សង្គ្រាមលោកលើកទី1ហ្នឹងគឺមហាអំណាចចក្រភពទាំងអស់ណាក្រៅពីការមានដល់ទៅ5គឺបន្ថយមកនៅត្រឹមតែ2ក្រុមទេគឺមានក្រុមអ្នកឈ្នះហើយនិងក្រុមអ្នកចាញ់នៅក្នុងសង្គ្រាមលោកហ្នឹងគឺនៅក្នុងនោះគឺរូបភាពពណ៌លឿងនោះគឺជាក្រុមមួយដែលមានបកសម្ព័ន្ធទៅជាមួយអាល្លឺម៉ង់ហើយនឹងពណ៌ក្រហមនេះគឺជាក្រុមដែលសម្ព័ន្ធមិត្តណាដែលបានរួមគ្នាដើម្បីតទល់ជាមួយនឹងក្រុមអាល្លឺម៉ង់ណាគឺមានតែ2ក្រុមទេគេហៅថា triple team ឬក៏ triple alliance នេះថាមាន3មួយចំហៀង3ក៏តតាំងគ្នារហូតដល់កើតសង្គ្រាមលោកលើកទី1បាទសូមទៅ slide បន្តយើងមើលពីសង្គ្រាមលោកលើកទី1បាទសង្គ្រាមលោកលើកទី1នេះគឺចាប់ផ្ដើមដោយសារការប្រឈមគ្នារវាងណាសម្ព័ន្ធមិត្តណានៃមហាអំណាចដែលប្រឈមគ្នា2ក្រុមមិញនេះបាទអញ្ចឹងចក្រភពអីពីមុនមកហ្នឹងបន្ថយមកនៅត្រឹម2ក្រុមហើយក៏ផ្ដុំប្រមូលគ្នាបានคล้ายទៅជាសង្គ្រាមលោកលើកទី1បាទសូមជួយ slide នៅក្នុងសង្គ្រាមលោកលើកទី1នេះគឺវាកើតឡើងពីក្រន្តការសម្លាប់មេដឹកនាំម្នាក់នៅប្រទេសអូស្ត្រាលីអញ្ចឹងបើយើងមើលពីបច្ចុប្បន្នភាពនៃការសម្លាប់របស់អយតឡាខុមនីគឺជាការចាប់ផ្ដើមប៉ុន្តែអត់ដឹងថាវានឹងចាប់ផ្ដើមហូរទៅជាមួយគ្នាដែរឬអត់ទេប៉ុន្តែគេសួរថាតើមេដឹកនាំដែលលោកអាឈុតគី Frank Ferdinand ហ្នឹងហេតុអីបានតែសម្លាប់ប្រកាសមួយវារៀលដាវព្រោះឯនៅក្នុងអឺរ៉ុបវាមានជនជាតិស្លូវិកច្រើនអញ្ចឹងនៅពេលដែលសម្លាប់គាត់មួយវាធ្វើឲ្យអ្នកដែលនិយមជនជាតិស្លូវិកនៅក្នុងអឺរ៉ុបហ្នឹងចាប់ផ្ដើមមានកំហឹងបើយើងមើលអយតឡាខុមនីបងប្អូនយើងខ្លះបាននិយាយថាអ៊ីរ៉ង់វានៅតែម្នាក់ឯងទេមិនអាចធ្វើបានទេណាហើយតែអាមេរិកនិយាយថាសង្គ្រាមនៅអ៊ីរ៉ង់មិនយូរទេយ៉ាងយូរ 3-4 អាទិត្យឥឡូវនេះយើងចូលដល់អាទិត្យទីប្រហែលហើយចង់ចូលអាទិត្យទី3ហើយបាទហើយបើយើងទាញពីសមត្ថភាពរបស់អ៊ីរ៉ង់ហើយសមត្ថភាពអ៊ុយក្រែនដែលអ៊ុយក្រែនពីដើមមកក្រោបឈរឡើងភ្ញាក់ពីដេកមកប្រឆាំងជាមួយរុស្ស៊ីស្ទើរតែអត់អាវពាក់ប៉ុន្តែដោយសារអ៊ុយក្រែនមានធនធានមនុស្សគ្រប់គ្រាន់ហើយអ៊ុយក្រែនក៏ជាប្រទេសដែលធ្លាប់ជើងឆោតខាងផលិតអាវុធនុយក្លេអ៊ែរដែរណាដែលអាវុធផលិតបានហើយប៉ុន្តែរុស្ស៊ីគេដកយកទៅវិញនៅពេលដែលសុំប្របែកខ្លួនដូច្នេះមិនយូរប្រហែលអ៊ុយក្រែនបានឡើងឈរមកដោយខ្លួនឯងវិញរហូតដល់ប្រកាសលក់អាវុធទៅក្រៅហើយអាមេរិកក៏សុំឲ្យអ៊ុយក្រែននឹងជួយអញ្ចឹងសម្រាប់ខ្ញុំជាការយល់ឃើញរបស់ខ្ញុំនៅក្នុងសង្គ្រាមអ៊ីរ៉ង់បែបពិបាកនឹងធ្វើការប្រឈប់ក្នុងរយៈពេលខ្លីហើយនៅពេលដែលប្រទេសមួយមានធនធានមនុស្សគ្រប់គ្រាន់មានអ្នកវិទ្យាសាស្ត្រគ្រប់គ្រាន់អាចមានន័យថាគេនឹងតស៊ូដល់រហូតដល់ជីវិតចុងក្រោយគ្រាន់តែធ្វើការវិភាគបែបហ្នឹងយើងក៏មានអ្នកជេរដែរជេរថាយើងនឹងកាន់ជើងអ៊ីរ៉ង់ប៉ុន្តែទស្សនវិជ្ជាពិភពលោកយើងដឹងថាអ៊ីរ៉ង់ជាប្រទេសតែមួយគត់
នៅក្នុងចំណោមប្រទេសអ៊ីស្លាមនៅលើពិភពលោកដែលមានពលរដ្ឋមួយភាគធំជាសាសនា CI 95%អញ្ចឹង CI នេះវាមានច្បាប់របស់រដ្ឋផងមានច្បាប់របស់អ៊ីស្លាមផងបាទអញ្ចឹងបើនិយាយអំពីការភាពគេហៅថាជារបបដឹកនាំផ្ដាច់ការវាមាន2ដង double up បាទប៉ុន្តែពួក CI នេះមិនមែនមាននៅតែរងទេណាវាមាននៅក្នុងប្រទេសដទៃទៀតតូចមកពិភពលោកនៅអឺរ៉ុបក៏មាននៅខាងអាស៊ីខាងត្បូងក៏មាននៅអាហ្វ្រិកក៏មានបាទអញ្ចឹងយើងក៏មិនទាន់ដឹងថាតើអ៊ីរ៉ង់អាចមានលទ្ធភាពក្នុងការបញ្ឆេះឈ្នួតនឹងឲ្យវាឆាប់ឆេះដើម្បីនាំទៅរកសង្គ្រាមលោកយ៉ាងណាក៏យើងអត់ទាន់ដឹងដែរបាទប៉ុន្តែវិលមកវិញគឺក្នុងសង្គ្រាមលោកលើកទី1យើងដឹងហើយថាវាមានរយៈពេលតែ4ឆ្នាំពី14ទៅ18ហើយមនុស្សស្លាប់ប្រហែលខ្ទង់20លាននាក់ប៉ុន្តែនៅក្រោយពីសង្គ្រាមលោកលើកមកសង្គ្រាមលោកទី1មកយើងឃើញថាមានចក្រភព3ដែលត្រូវបាត់បង់ឈ្មោះពីពិភពលោកនេះជារឿងមួយដែលយើងត្រូវគិតរៀងរាល់ពេលមានសង្គ្រាមលោកម្ដងតែងតែមានប្រទេសមិនថាធំមិនថាតូចទេបើចាញ់គេត្រូវបាត់នៅក្នុងសង្គ្រាមលោកលើកទី2តាមខ្ញុំដឹងមានយ៉ាងតិចក៏មាន7ប្រទេសដែរដែលបាត់ពីផែនទីពិភពលោកបាទនេះសិតតែរឿងដែលយើងត្រូវយកមកឆ្លុះប្រចាំងខ្លួនឯងបាទហើយនៅដើម្បីបញ្ចប់សង្គ្រាមហ្នឹងយើងដឹងហើយថាវាមានកិច្ចព្រមព្រៀងឬសន្និសីទមួយនៅទីក្រុងវ៉ាសៃហ្នឹងគឺនៅឆ្នាំ1919ហ្នឹងគឺបញ្ចប់សង្គ្រាមបាទប៉ុន្តែការបញ្ចប់សង្គ្រាមនៅពេលនោះវាអត់មានឈ្នះទេគឺអ្នកឈ្នះជាអ្នកដែលដាក់លក្ខខណ្ឌហ្នឹងទៅឲ្យអ្នកចាញ់ទទួលបាទអញ្ចឹងហើយបានជាវាមានរឿងរ៉ាវបន្តទាំងអស់ហ្នឹងមកដោយសារអ្នកចាញ់មិនសុខចិត្តក៏ប៉ុន្តែចាញ់គេហើយទទួលយកសិនទៅប៉ុន្តែនៅបន្តទៀតរហូតដល់ដុតចុះដុតឡើងកើតទៅជាសង្គ្រាមលោកលើកទី2បាទអញ្ចឹងសូមអញ្ជើញទៅទៀតបាទនៅក្នុងហ្នឹងគឺកិច្ចព្រមព្រៀងនៅទីក្រុងវ៉ាសៃហ្នឹងគឺបានទុកនៅកេរដំណែលអាក្រក់មួយសម្រាប់សន្តិភាពក្រោយសង្គ្រាមលោកលើកទី1គឺមានទី1គឺគេដាក់កំហុសទៅលើអាល្លឺម៉ង់ទាំងស្រុងណាទី2គឺគេឲ្យអាល្លឺម៉ង់ត្រូវតែទទួលនៅការសងសំណងទៅពិភពលោកដែលជាទម្ងន់មួយដែលធ្ងន់បាទហើយទី3អាល្លឺម៉ង់ក៏បាត់បង់នៅទឹកដីពិសេសគឺប្រទេសអ្នកចាញ់ហ្នឹងគឺក្រុមអ្នកចាញ់ក្រុមសម្ព័ន្ធមិត្តអ្នកចាញ់ហ្នឹងគឺបាត់បង់ទឹកដីផងហើយមួយទៀតគឺគេកំណត់នៅចំនួនបាទអញ្ចឹងអាទាំងអស់ហ្នឹងវាសិតតែកើតទម្លាក់ទុកនៅអំពើអយុត្តិធម៌មួយដែលវាដើរទៅរកសង្គ្រាមលោកលើកទី2ម្ដងទៀតបាទនេះជាលក្ខខណ្ឌដែលបានកើតឡើងនៅក្នុងដែលនៅសល់សំណល់ពីសង្គ្រាមលោកលើកទី1ដែលវានាំមករកសង្គ្រាមលោកលើកទី2បាទសូមជឿស្លាយបាទខ្ញុំនៅក្នុងក្រោយពីសង្គ្រាមលោកលើកទី1គឺគេបានបង្កើតនៅស្ថាប័នអន្តរជាតិមួយដែលស្តៀងនឹង UN រងថ្ងៃហ្នឹងនឹងអង្គការសហប្រជាជាតិណាក៏ប៉ុន្តែនៅសម័យនោះគេហៅថា League of Nations ណាបង្កើតនៅឆ្នាំ1920ដែលមានប្រទេសទាំងអស់42ហើយក្រោយមកបានកើនឡើងដល់58ប៉ុន្តែដោយសារតែអតុល្យភាពនៃសមត្ថភាពឬក៏សមត្ថភាពរបស់ League of Nations ហ្នឹងគឺក៏មានចំនួនហ្នឹងពិសេសប្រទេសធំចាប់ដើមដកខ្លួនចេញពីអង្គការអន្តរជាតិមួយនេះហើយបើយើងមើលអំពី League of Nations នេះវាស្តៀងគ្នាជាមួយនឹងស្អីដែល Donald Trump កំពុងបង្កើតរាល់ថ្ងៃ Board of Peace ណាក្រុមប្រឹក្សាសន្តិភាពពិភពលោកដែលយើងឃើញថាប្រទេសដែល Trump ប្រមូលសុំឲ្យជួយក៏មិនចូលទៅទាំងអស់ហើយក៏មានប្រទេសខ្លះក្នុងរយៈពេលថ្មីប្រហែលអាទិត្យនេះគម្រាមនឹងដកខ្លួនចេញមកវិញដែរអញ្ចឹងវាមិនខុសគ្នាអំពី League of Nations ទេក៏ប៉ុន្តែស្អីដែលធ្វើឲ្យ League Nation នឹងត្រូវបរាជ័យរហូតដល់កើតសង្គ្រាមលោកលើកទី2ក្រៅពីការដកថយសុំឆ្លើយបន្តគឺសម្រាប់ League Nation នឹងចំណុចខ្សោយដែលមានទី1គឺអត់មានមហាអំណាចចូលរួមទេមហាអំណាចដកចេញអស់បាទអានឹងឲ្យយើង reflect ឬការឆ្លុះប្រចាំងមក UN ដែលព្យាយាមឆ្លើយតបដោះស្រាយរឿងអស់ហ្នឹងទី2អត់មានកម្លាំងយោធាសម្រាប់គ្រប់គ្រងទេណានៅសម័យ UN យើងមាន UN Secure Council ណាមានក្រុមរក្សាសន្តិសុខពិភពលោកដែលអាចបញ្ជូនទាហានបញ្ជូនអីទៅមកយើងមកអីនៅក្នុងឆ្នាំកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ
ដោយសារតែវាមានគ្នាច្រើនពេកការសម្រេចចិត្តនឹងក៏មិនលះអាហ្នឹងក៏មិនខុសគ្នាពីស្អីដែលយើងឃើញរាល់ថ្ងៃនៅអង្គការសហប្រជាជាតិដែរណាទី2គឺការដាក់ទណ្ឌកម្មកាលនោះមែនទែនទៅនៅសម័យសង្គ្រាមនៅក្នុងសម័យ UN ណាអង្គការសហប្រជាជាតិគាត់មានកន្លែងខ្លះមានប្រសិទ្ធភាពតែកន្លែងនោះគឺភាគច្រើនគឺអត់មានប្រសិទ្ធភាពទេណាស្រែកជាទៅស្រែកទៅប៉ុន្តែអ្នកធ្វើគឺនៅធ្វើដដែលបាទហើយនឹងមួយទៀតគឺសមាជិកនីមួយៗពេលនោះគឺហាក់ដូចជាមិនទាន់ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ធ្វើការនៅក្នុងស្ថាប័នអន្តរជាតិហ្នឹងទេគឺម្នាក់នៅយកផលប្រយោជន៍រៀងខ្លួនយកមកដាក់តែបើយើងមើលចំណុចនេះនៅក្នុង UN Security Council នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិបច្ចុប្បន្នក៏មិនខុសគ្នាប្រមាណពី commitment របស់ member state ពិសេសគឺ member ដែលចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិសុខនោះដែរគឺយកនយោបាយធ្វើជាធំរៀងខ្លួនវេតូបើសិនជាប្រទេសណាមួយមិនព្រមគឺការសម្រេចចិត្តគឺធ្វើឲ្យបានទេអញ្ចឹងហើយបាននិយាយរៀលដាលទៅដល់ថាបើឯងមិនព្រមឲ្យទៅប៉ុន្តែអញទៅនេះជាពាក្យខ្លីដែលងាយយល់បាទហើយទី6គឺมันអាចបញ្ឈប់នៅអង្គើឈ្លានពានរវាងសមាជិកនីមួយៗបានហើយពិសេសគឺសមាជិកដែលចូលរួមក្នុង42ឬ58ប្រទេសហ្នឹងគឺចេញមកជាអ្នកដែលបង្កើតនៅអសន្តិសុខពិភពលោកដោយខ្លួនឯងបាទក្នុងនោះក៏ទីឧទាហរណ៍ដូចជប៉ុនដូចជានៅសង្គ្រាមអ៊ីតាលីជាមួយអេធីអូពីហើយនឹងមួយទៀតគឺពិសេសគឺ Nazi Germany ហ្នឹងដែលនៅក្រោមលោក Adolf Hitler ហ្នឹងគឺបានពង្រីកនៅឥទ្ធិពលរបស់ខ្លួនហើយរឿងមួយដែលធ្វើឲ្យអាល្លឺម៉ង់ខឹងនឹងពិភពលោកនៅពេលនោះគឺដោយសារតែអាការដាក់សម្ពាធមិញអ្នកឈ្នះដាក់ឲ្យអ្នកចាញ់ដែលអាល្លឺម៉ង់ខ្លួនឯងគាត់មានអារម្មណ៍ថាបើមិនតស៊ូទេគាត់នឹងទៅខ្លាយទីអ្នកចាញ់មួយជីវិតនឹងជាកំណើតមួយដែលកើត Adolf Hitler នឹងឡើងបាទសូមជឿទៀតបាទយើងមើលនៅសង្គ្រាមលោកលើកទី2បាទនៅក្នុងសង្គ្រាមលោកលើកទី2នេះបើសិនជាយើងមើលពីលំនាំដែលកើតសង្គ្រាមលោកលើកទី2ដូចខ្ញុំបានជម្រាបជូនវាមានតខ្សែរឿងរបស់វាមកពីសង្គ្រាមលោកលើកទី1ប៉ុន្តែគ្រាន់តែនៅក្នុងសង្គ្រាមលោកលើកទី2នេះវាមានគ្រោះថ្នាក់ធំជាងទី1សូមជួយស្លាយបន្តបើយើងមើលអ្នកស្លាប់គឺមានរហូតដល់60ទៅ70លានអ្នកនៅពេលដែលសង្គ្រាមលោកលើកទី1យើងអស់តែ20លានអ្នកទេអញ្ចឹងបើយើងគិតមើលថាឧទាហរណ៍តែបើសង្គ្រាមលោកលើកទី3កើតឡើងហើយដែលមានការពាក្យចចាមអារាមខ្លះថាសង្គ្រាមលោកលើកទី3បើកើតអាចកើតជាសង្គ្រាមសាសនាតែមានអ្នកខ្លះគេថាចុះសង្គ្រាមសាសនាហើយសង្គ្រាមគេហៅថាជាសង្គ្រាមមនោគមវិជ្ជានេះវាខុសគ្នាយ៉ាងម៉េចសង្គ្រាមសាសនាបើកើតឡើងគឺសម្លាប់គ្នាអត់ប្រណីទេនៅយើងឃើញហើយជំនឿមួយតែកើតជឿហើយសម្លាប់ខ្លួនឯងក៏សម្លាប់ដើម្បីជំនឿអានេះជាគ្រោះថ្នាក់មួយដែលបាទប៉ុន្តែនៅក្នុងសង្គ្រាមលោកលើកទី2ចប់ទៅក៏យើងឃើញថាមានបង្កើត UN ណាដែលយើងឃើញមកសប្តាហ៍ថ្ងៃហ្នឹងគឺអង្គការសហប្រជាជាតិហើយអង្គការសហប្រជាជាតិនេះគឺរៀបចំម្ដងនេះគឺរៀបចំដើម្បីឆ្លើយតបទៅជាមួយនឹងអ្វីដែលជាចំណុចខ្វះខាតនៅក្នុង League of Nations ណាដែលនៅក្នុងសង្គ្រាមក្រោយសង្គ្រាមលោកលើកទី1គឺនៅក្នុងហ្នឹងគឺយើងមានតាក់ទងជាមួយនឹងគឺការដើម្បីសន្តិភាព cooperation ហើយនឹងការប្រគ្រប់សិទ្ធិមនុស្សបាទហើយក្នុងហ្នឹងគឺយើងក្រៅពីស្ថាប័ននៅក្នុង UN នឹងមួយចំនួនគឺយើងឃើញមានតួនាទីមួយដែលគេសង្ឃឹមថាក្រោយសង្គ្រាមលោកលើកទី2ពិភពលោកអាចរក្សានៅសណ្ដាប់ធ្នាប់បានល្អដោយសារតែគេបង្កើតនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមាន P5 ប៉ុន្តែនៅក្នុងវាមានភ្ជាប់នៅកតុយលិនតូចមួយទៀតថាក្នុង5នាក់បើសិនជាមួយមិនព្រមអា4ទៀតក៏ទៅណាអត់រួចដែរបាទអត់មានសម្រេចអីបានទេអញ្ចឹងដំណើរការវិវត្តនៃតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិក៏បង្កឲ្យមាននៅអរិយភាពអយុត្តិធម៌សម្រាប់ពិភពលោកបន្តទៀតដោយសារតែសមាជិកនៃក្រុមប្រឹក្សាមួយហ្នឹងគឺគិតអំពីផលប្រយោជន៍រៀងខ្លួនបើក្រុមមួយបើផ្នែកប្រទេសមួយមិនពេញចិត្តទេកាន់ជើងប្រទេសនោះគឺគេត្រូវតែទៅបោះឆ្នោតវេតូអញ្ចឹងទីចុងបំផុត
30-40 ឆ្នាំចុងក្រោយមកយើងឃើញថាអង្គការសំខាន់មួយនេះស្ថាប័នសំខាន់មួយនេះគឺក៏ចាប់ផ្ដើមមានដំណើរការកាន់តែខ្សោយទៅហើយនៅពេលដែលស្ថាប័នដែលរក្សាសន្តិភាពធ្នាប់ពិភពលោកចុះខ្សោយគឺអ្វីវាទៅធ្លាក់ទៅជាមួយគ្នាបាទនេះជារឿងដែលយើងវិវត្តមកដល់សប្តាហ៍ថ្ងៃដែលធ្វើឲ្យយើងមានពាក្យមួយថាស្ថាប័នអន្តរជាតិគឺលែងអាចជួយយើងបានដូចពីដើមទៀតហើយបាទសូមទៅស្លាយបន្តទៀតយើងមកមើលបច្ចុប្បន្នភាពវិញបាទខ្ញុំគ្រាន់តែរំលឹកអាដាមគុណចាស់អស់លោកស្រីនិងបងប្អូនថាអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោកបច្ចុប្បន្នដែលយើងឃើញគឺវាលំនាំស្តៀងគ្នាជាមួយនឹងអ្វីដែលកើតនាំទៅរកសង្គ្រាមលោកលើកទី1មុនសង្គ្រាមលោកលើកទី1ហើយនឹងចូលមកនាំមកលើសង្គ្រាមលោកលើកទី2គឺវានៅតែបដោតទៅលើការប្រកួតប្រជែងផ្នែកយោធាប៉ុន្តែគាត់យោធាពីសម័យដើមវាជាយោធាសម័យបុរាណប៉ុន្តែឥឡូវនេះគឺជាបច្ចេកវិទ្យាណាដែលយើងឃើញការប្រយុទ្ធរបស់អាមេរិកជាមួយអ៊ីរ៉ង់ណាដែលអាមេរិកចំណាយរហូតដល់$1000 លានក្នុងមួយថ្ងៃអ៊ីស្រាអែលប្រហែលជា750 លានក្នុងមួយថ្ងៃប៉ុន្តែចំនួនអ្នកស្លាប់របស់អាមេរិកគឺមានតែមិនទាន់ដល់10នាក់ទេលបួសជា100នាក់តែបើយើងគិតពីសង្គ្រាមផ្ទាល់ប្រហែលជាអាចអស់ច្រើនហើយឥឡូវនេះអ្វីដែលកាន់តែគ្រោះថ្នាក់ទៀតហ្នឹងគឺការរៀបចំដែលអាមេរិកដែលគិតថានឹងលើកទ័ពជើងគោកចូលក្នុងប្រទេសអ៊ីរ៉ង់នោះពេលនោះហើយដែលគ្រោះថ្នាក់នឹងអាចកើតមានឡើងកាន់តែច្រើនទៀតប៉ុន្តែយើងសួរថាយើងទៅខ្វល់អីរឿងនេះវាកើតនៅរាប់ពាន់គីឡូពីយើងតាខ្ញុំចាប់អារម្មណ៍សាសរបស់អាដាមចង់ពៅលើកឡើងថាពីដើមមកជាគៀងអ្នកណាភ្លើងផ្ទះអ្នកនោះប៉ុន្តែឥឡូវនេះជាគៀងគោមវាហោះនៅទូទាំងពិភពលោកវាអាចគោមនោះធ្លាក់មកឆេះផ្ទះយើងក៏ថាបានដែរយើងឃើញប៉ះពាល់ទៅដល់សេដ្ឋកិច្ចណាស្ទើរតែមិនដល់24 ម៉ោងទេណាពីសង្គ្រាមនៅអ៊ីរ៉ង់រហូតមកដល់ប្រទេសកម្ពុជាមកដល់អាស៊ីអាគ្នេយ៍យើងនាំគ្នាស្រែកព្រមព្រៀងថាយើងនឹងមានបញ្ហាហើយបាទអញ្ចឹងអានេះវាទុកនៅសំណួរពីរធំសម្រាប់ប្រទេសយើងដែលតូចហើយខ្ញុំក៏ជំរាបជូនថាដោយសារតែយើងមើលឃើញថាស្ថានភាពនៃការវិវត្តរបស់ពិភពលោកវាអត់មានដូរទេវាដូរតែវិសាលភាពវាដូរតែសមត្ថភាពទេប៉ុន្តែដើរតាមលំនាំវានៅតែមានដដែលអញ្ចឹងបើសិនជាយើងដឹងថាយើងកំពុងធ្វើដំណើរពីនេះទៅបាត់ដំបងប៉ុន្តែយើងដឹងថាបាត់ដំបងឆ្លងស្វាយដូនកែមានមីនប្រកាសជាមានមីនទៀតហើយតើយើងត្រូវត្រៀមអ្វីសម្រាប់ថ្ងៃខាងមុខហើយខ្ញុំនៅចាំថាប្រសិនបើយើងចង់ឲ្យគេណាយើងធ្វើឲ្យគេអាណិតគេមិនដែលឲ្យតម្លៃយើងស្មើគេទេណាតែបើយើងខ្លាំងណានោះបានគេឲ្យតម្លៃយើងគេគោរពយើងហើយនិយាយដដែលឡើងវិញដូចអាដាមយ៉ងពៅបានលើកឡើងថាយើងគិតថាយើងនៅទន្ទិញថាប្រទេសយើងតូចប្រទេសយើងងើបពីរបបបល័យពូជសាសន៍តទៅទៀតទេនៅក្នុងរយៈពេល40 ឆ្នាំក្រោយមកនេះបើកាលណាយើងនិយាយតូចយើងអត់មានកម្លាំងអីដែលត្រូវពង្រីកទេប៉ុន្តែបើយើងគិតថាខ្លួនយើងខ្សោយហើយយើងគិតថាត្រូវធ្វើម៉េចដើម្បីឲ្យខ្លាំងប្រទេសអ៊ីស្រាអែលកាលណាយើងនិយាយទៅគេថាយើងលើកទៅប្រទេសអ៊ីស្រាអែលប៉ុន្តែយើងត្រូវមើលឃើញពីចំណុចខ្លាំងថាអ៊ីស្រាអែលមានមនុស្សតែ9 លានកន្លះនាក់ទេប៉ុន្តែអ៊ីស្រាអែលហ៊ានវាយជាមួយអ៊ីរ៉ង់ដែលមានរហូតដល់ជិត100 លាននាក់92 លាននាក់ហើយមិនត្រឹមតែវាយជាមួយអ៊ីរ៉ង់ទេអ៊ីស្រាអែលហ៊ានប្រកាសខ្លួនមកប្រឈមជាមួយនឹងប្រទេស3ដែលជាជុំវិញទៀតមានលីបង់មានយេម៉ែនហើយនឹងប្រទេសមួយទៀតខ្ញុំមិនចាំឈ្មោះប៉ុន្តែវាយតំណាគ្នាអានេះខ្ញុំមិនចង់និយាយថាឲ្យយើងកម្ពុជានឹងធ្វើអ្នកលេងដូចគេទេប៉ុន្តែកាលណាយើងមើលឃើញឧទាហរណ៍ហ្នឹងយើងដឹងថាតើយើងត្រូវធ្វើឲ្យអ្នកខ្លាំងយ៉ាងម៉េចបាទសិង្ហបុរីតូច4 លាន 5 លានអ្នក
ប៉ុន្តែនយោបាយការបរទេសសិង្ហបុរីគឺគេដឹងថាខ្លួនគេតូចអញ្ចឹងគេអត់មានអាងមហាអំណាចណាមួយទេប៉ុន្តែគេយកមហាអំណាចទាំងអស់ធ្វើជាសម្ព័ន្ធមិត្តសិង្ហបុរីអត់មានកន្លែងហាត់វឹកវើយន្តហោះទេប៉ុន្តែសិង្ហបុរីមាន S35 រហូតដល់ជិត40គ្រឿងសិង្ហបុរីសុខចិត្តទៅជួលដីអូស្ត្រាលីដីញូហ្សេឡង់ដើម្បីហោះហើរវឹកវើហើយសិង្ហបុរីក៏មិនមែនបានន័យថាយករត់យកយន្តហោះហ្នឹងមកការពារប្រទេសនៅពេលគេវាយទេប៉ុន្តែសិង្ហបុរីអាងថាបើសិនជាមានការងារបន្ទាន់គឺសម្ព័ន្ធមិត្ត F35 នឹងត្រូវចូលទៅជួយគ្នាទាំងអស់គ្នានេះជារបៀបដែលសិង្ហបុរីបានអញ្ចឹងនៅក្នុងរឿងទាំងអស់នេះណាបើយើងមើលមកពីបច្ចុប្បន្នភាពសប្តាហ៍ថ្ងៃនេះគឺសំបីតែមហាអំណាចក៏និយាយគ្នាលែងត្រូវក៏ប៉ុន្តែយើងត្រូវចាំថានៅពេលដែលពីដើមមកអាមេរិកហើយរុស្ស៊ីគឺមានភាពអរិយភាពជាមួយគ្នាខ្លាំងនៅដោយសារសង្គ្រាមអ៊ុយក្រែនក៏ប៉ុន្តែក្នុងរយៈពេលប្រហែលអាទិត្យមុននេះលោកគ្រូបងប្អូនយើងអារម្មណ៍ឃើញថាត្រាំគាត់នៅតែទូរស័ព្ទទៅពូទីនបានខ្ញុំបានន័យថាធំពីរនាក់អាចនៅរកស៊ីជាមួយគ្នាណាគឺបើកឲ្យអីបើកឲ្យនាំប្រេងចេញវិញណាអត់ទៅនឹងវាជារឿងមួយដែលយើងគួរតែចងចាំថាតើយើងធ្វើការយ៉ាងម៉េចជាមួយមហាអំណាចបើពេលណាយើងឆ្លោះគ្នាគេបង្ហាញថាយើងគេគ្រប់គ្រងយើងប៉ុន្តែនៅពេលណាមួយនោះគេទូរស័ព្ទជាមួយគ្នាទៅវិញទៅមកក្អាកក្អាយអញ្ចឹងសម្រាប់កម្ពុជាតើនយោបាយការបរទេសរបស់យើងនៅក្នុងពេលអនាគតយើងធ្វើម៉េចបាទសូមទៅ slide បន្ទាប់ទៀតបើឥឡូវខ្ញុំមិននិយាយពីរឿងសង្គ្រាមថាសប្តាហ៍ថ្ងៃវាទំនើបយ៉ាងម៉េចយើងដឹងទាំងអស់គ្នាខ្ញុំមិនបាច់លើកឡើងទៀតទេណាបាទដូចសង្គ្រាមនុយក្លេអ៊ែរអីពីដើមនេះយើងគិតថាប្រហែលកើតរួចទេប៉ុន្តែឥឡូវនេះហាក់ដូចជាម្នាក់នាំគ្នាយកមកដាក់កំភ្លើងដាក់មុខផ្ទះរៀងខ្លួននេះណាបង្ហាញពីនុយក្លេអ៊ែរបាទសូមមើលរឿងស្រុកយើងបន្តិចសូមទៅ slide បាទនៅត្រង់នេះបើយើងមើលពីដូចខ្ញុំបានជម្រាបជូនប្រកេនមិញហ្នឹងថានៅក្នុងសង្គ្រាមលោកលើកទី1ទី2យើងមានបារាំងអ្នកការពារយើងចឹងយើងអត់ខ្វល់អីប្រហែលទេគេទៀមទាខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យមកឲ្យយើងវិញយើងគិតថាជាសំណាងល្អរបស់យើងដែលក្រោយពី112ឆ្នាំមកយើងនៅតែយកមកបានណាបើក៏មានបារាំងយើងមិនដឹងថាគេចែកគ្នាយ៉ាងម៉េចទេតែនឹងខ្ញុំសូមឆ្លៀតឱកាសដើម្បីកោតសរសើរទៅដល់មហាក្សត្រខ្មែរដែលគ្រប់គ្រងប្រទេសពេលនោះដែលធ្វើការទោះបីថាយើងនៅក្រោមគេមែនប៉ុន្តែការយកបានមកវិញនៅខេត្តទាំងពីរនេះវាជាសំណាងធំសម្រាប់កម្ពុជាក្រោយពី100ឆ្នាំជាងក៏ប៉ុន្តែការដែលគេកាន់កាប់ជាង100ឆ្នាំនេះទោះបីថៃបាត់ខេត្តទាំងពីរនឹងមកឲ្យខ្មែរវិញក៏ដោយក៏ប៉ុន្តែគេនៅតែចាំនៅតែបង្រៀនកូនចៅរបស់គេថាខេត្តពីរនេះជាខេត្តរបស់ថៃអាទៅនឹងដែលខ្ញុំសូមលើកទៅវិញវិលទៅវិញថាកុំនាំគ្នាធ្វើឲ្យវង្វេងពលរដ្ឋរបស់ខ្លួនវង្វេងប្រវត្តិសាស្ត្រកាលណាវង្វេងប្រវត្តិសាស្ត្រពេលដែលយើងមានបញ្ហាយើងអត់ដឹងយកអីទៅអាងទេថៃគេអាងថាខេត្តទាំងពីរហ្នឹងគេកាន់កាប់100ឆ្នាំជាងវាគួរតែជាទឹកដីរបស់គេអានេះខ្ញុំនិយាយនេះមិនមែនបំបាក់ទឹកចិត្តខ្មែរយើងនេះប៉ុន្តែយើងមើលអំពីគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើងហើយដល់យើងវិញថាយើងបានអីខ្លះដែលសម្រាប់ប្រាប់ទៅកូនចៅរបស់យើងដែលប្រាប់ថាអ្នកខ្មែរយើងពីមុនវានៅត្រង់នេះក្រៅពីគាត់តែទិញថាថៃឆ្លៀនពៀនយើងណាទឹកដីថៃពីដើមជាទឹកដីរបស់ខ្មែរតែប៉ុណ្្នឹងអាទៅនឹងដែលខ្ញុំចង់ទាញចំណាត់អារម្មណ៍របស់បងប្អូនអស់លោកស្រីឲ្យពិនិត្យមើលឡើងវិញណាទៅលើការត្រៀមខ្លួនណាត្រៀមខ្លួនទី1គឺត្រៀមខ្លួនដើម្បីរស់នៅឲ្យមានកម្លាំងខ្លាំងណានៅក្នុងភាសាអង់គ្លេសគេថាជា survival កុំគិតតែរឿង survival ប៉ុន្តែធ្វើម៉េចឲ្យវា resilient ប្រទេសខ្លះការជួបនៅវិបត្តិវាជារឿងធម្មតាប្រទេសណាក៏មានដែរយើងឃើញយើងក្នុងរយៈពេល5-6 ឆ្នាំចុងក្រោយនេះណាមានរឿងធំដែលយើងមិនដែលបានគិតប៉ុន្តែវាកើតណាដែលដឹងគិតថា COVID មកធ្វើឲ្យយើងចែកផ្លូវគ្នាសំបីតែនិយាយរកគ្នាអត់ហ៊ាននិយាយចិត្តផង
ហើយយើងប៉ះពាល់មកជាន់ហើយណាយើងងើបមកវិញមិនទាន់បានលើកដាវស្រួលបួរសង្គ្រាមអ៊ុយក្រែនរុស្ស៊ីផ្ទុះទៀតណាសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមអង្គងកើណាបន្ទាប់មកទៀតនៅក្នុងស្រុកយើងមានសង្គ្រាមអនឡាញអក្រិតកម្មអនឡាញទើបតែនឹងប្រុងគិតគូរអំពីវិធានការក្តៅដើម្បីបង្ក្រាបសង្គ្រាមនៅអ៊ីរ៉ង់ផ្ទុះណាហើយសង្គ្រាមផ្ទុះនៅអ៊ីរ៉ង់មិនដល់24ម៉ោងទេចាប់ផ្ដើមរង្គើមកដល់សេដ្ឋកិច្ចនៅប្រទេសអាស៊ីហើយពិសេសគឺប្រទេសយើងហើយយើងខ្ញុំតាមដាននៅក្នុងថ្ងៃទី3នៃសង្គ្រាមនៅអ៊ីរ៉ង់ប្រទេសគ្រប់ប្រទេសមិនថានៅជុំវិញយើងទេគឺបានចេញនៅវិធានការភ្លាមថាត្រូវធ្វើម៉េចអានោះគឺបង្ហាញអំពីសមត្ថភាពរបស់គេសមត្ថភាពទាំងការគិតសមត្ថភាពទាំងធនធានអញ្ចឹងនៅក្នុងសំខាន់ចាប់លើបាទសំបីសំខាន់គឺវិបត្តិយើងជិះអត់ផុតទេទាំងវិបត្តិនៅទាំងវិបត្តិពិភពលោកក៏ប៉ុន្តែយើងធ្វើម៉េចកុំឲ្យនៅក្នុងវិបត្តិមួយបន្តពីមួយទៅមួយហើយយើងចេះតែអន់ទៅណាហើយកុំឲ្យវិបត្តិនីមួយដែលគ្រាន់តែសមត្ថភាពរបស់យើងបានត្រឹមធ្វើម៉េចឲ្យទៅរស់រួចខ្លួនសិនសូមឲ្យវិបត្តិនីមួយបានคล้ายទៅជាមេរៀនសម្រាប់ប្រាប់យើងថាឲ្យយើងត្រូវតែពង្រឹងខ្លួនដើម្បីឲ្យរស់បានកាន់តែមាំហើយកាន់តែខ្លាំងតទៅទៀត to be resilient ណាហើយចុងក្រោយភាពតានតឹងរវាងថៃនិងកម្ពុជានេះក៏ជាឧទាហរណ៍មួយដែលនឹងប្រាប់ថាបើកម្ពុជាមិនរៀបខ្លួនឲ្យខ្លាំងទេអាមនោគមវិជ្ជាខេត្ត2ខេត្ត3ដែលជាខេត្តរបស់ថៃវានឹងអាចគ្របដណ្ដប់មកលើយើងតទៅទៀតនៅពេលនេះមិនទាន់អីទេក៏ប៉ុន្តែប្រសិនបើមានវិបត្តិពិភពលោកធំកើតឡើងសង្គ្រាមលោកលើកទី3ខ្ញុំអត់ហ៊ានសម័យទេខ្ញុំមិនដឹងថាបងប្អូនអស់លោកស្រីឬក៏អាយដាំចូលរួមគិតខ្វល់ខ្វាយជាមួយខ្ញុំដែរឬអត់ទេប៉ុន្តែនេះជាអ្វីដែលខ្ញុំចង់សូមចែកចាយមកដល់ពេលនេះបាទសូមអរគុណដល់ការចំណាយពេលស្ដាប់បាទសូមអរគុណ